បាទសួស្តីប្រិមិត្តទាំងអស់ជាទីស្នេហាថ្ងៃនេះមកបង្ហាញម្ហូបពេលល្ងាចបងប្អូនគឺអន្លក់និងបុកជ្រក់អន្លក់ធម្មជាតិបងប្អូនអន្លក់ធម្មជាតិមានគ្រប់មុខបុកល្ងជាតិយីមុំមាត់បងប្អូនអើយចកលពើញក៏ជាតិណាស់លក់យើងគួរតែកាត់បន្ថយសាច់ខ្លះបងប្អូនចោះទីឡើងអាស៊ីតឡើងអុយច្រើនណាស់បងប្អូនហូបលក់ខ្លះដើម្បីជំនួយសុខភាពអុយរាងកាយនោះវាដូចថាសម្បូរទៅដោយជាតិវីតាមីនបន្លែនោះជំនួយធ្វើឲ្យឆ្អឹងរឹងមាំណែហូបបន្លែបានច្រើនជាងសាច់បាទវីដេអូខ្ញុំបាទមានតែប៉ុណ្្នឹងទេបាទសូមជួបគ្នានៅវីដេអូក្រោយជម្រាបលាសូមអរគុណ